មិនជីពីមិនជីហេតុអីបានប៉ាមិនជឿខ្ញុំប៉ាជាកូនស្រាប់ហើយហេតុអីប៉ាលុបជាកូនអើគេមនុស្សគ្មានកិត្តិយសព្រោះតែប៉ារបស់នាងជាអ្នកធំមែនទេខ្ញុំខ្វះគេខ្លាំងណាស់ទាំងខឹងទាំងឈឺចិត្តហើយទាំងអាណិតប៉ាទៀតពេលកន្លងមកប៉ាប្រាជីវិតយ៉ាងម៉េចព្រោះតែប៉ានាងជាម្ចាស់ក្រុមហ៊ុនជាអ្នកមានបាក់ពួកគ្រប់ទីកន្លែងហេតុអីប៉ាត្រឹមតែជាបុគ្គលិកអอฟហ្វិសធម្មតាបើសិនជាបែបនេះប៉ាមិនគួរមានខ្ញុំល្អជាងប៉ាបង្កើតខ្ញុំមកធ្វើអីមិនជីសម្រាប់ខ្ញុំប៉ាមានតម្លៃបំផុតខ្ញុំគ្មានម៉ាក់មានតែប៉ាម្នាក់គត់តែប៉ាបែរជាមិនជឿជាក់លើកូនវានឹងហៅជាមនុស្សអាក្រក់យ៉ាងហោចណាស់ប៉ាគួរតែជឿខ្ញុំប៉ាមិនគួរតែលុបជាកូនអើគេទេប៉ាមិនជឿសម្ដីខុសខ្លួនឯងវាធ្វើឲ្យខ្ញុំមុនវាមកងាយខ្ញុំពួកយើងទៅផ្ទះវិញទៅខ្ញុំមិនតាមនៅជាមួយប៉ាទេជុំនេះខ្ញុំទៅកេងផ្ទះហើយយាយយ៉ងប៉ាកុំតែរកខ្ញុំបើប៉ាទេទៅខ្ញុំនឹងរត់ចេញពីផ្ទះឲ្យឆ្ងាយមិនជីស្អែកនេះថ្ងៃកំណើតកូនមិនជីខ្ញុំស្អប់ថ្ងៃកំណើតខ្លួនឯងព្រោះវាជាថ្ងៃដែលម៉ាក់ខ្ញុំស្លាប់នេះជាផ្កាដែលអូនស្រឡាញ់បំផុតអានេះហៅថាផ្កាទឹកឃ្មុំវាមានអត្ថន័យល្អទៀតផងមានន័យថាម៉េចមានន័យថាស្នេហាឲ្យបងសុំទុនណាម៉ាក់មិនជូខ្ញុំមានរឿងចង់និយាយជាមួយនាងខ្ញុំនៅទ្វារក្រោយសាលារៀនខ្ញុំរងចាំជួបនាងលេខដែលលោកអ្នកហៅមិនអាចតតងបានទេនៅពេលនេះខ្ញុំចង់នៅជាមួយប៉ាជុំនេះខ្ញុំទៅគេនៅផ្ទះហើយយាយយ៉ងប៉ាកុំតែរកខ្ញុំប៉ាទេទៅខ្ញុំនឹងរត់ចេញពីផ្ទះទៅឲ្យឆ្ងាយលេខដែលលោកអ្នកហៅមិនអាចតតងបានទេនៅពេលនេះសូមមេត្តាផ្ញើសារជាសម្លេងសួស្តីខាងហេយ៉ងមែនទេចាលោកជាអ្នកណាគឺខ្ញុំជាប៉ារបស់គីមិនជីចាហេតុអីបានលោកប៉ាស្គាល់លេខទូរស័ព្ទខ្ញុំមិនជីគេបានប្រាប់ខ្ញុំថាខាងហេយ៉ងគឺជាមិត្តរបស់នាងពេលនេះមិនជីនៅជាមួយនឹងនាងដែរទេអត់ទេចុះនាងមិនបានតាក់ទងទៅដែរទេមានតាក់ទងទៅទេអត់មានទេរាត្រីសួស្តី